ថ្លៃទៅណោះនំរ៉ូទីនៅកន្លែងពោនេះពណ៌បៃតងមិនតែប៉ុណ្្នឹងណាបើនិយាយពីរសជាតិវិញក៏ឆ្ងាញ់ដែរពេលដែលញ៉ាំទៅបើនិយាយពីអនាម័យវិញក៏ខ្ញុំអត់អាចឃើញតែគេសម្អាតដូចគាត់ទេគាត់ដាក់នំមួយជូតមួយទៅនំមួយនោះជួយឡើង5 6ដងហើយបើនិយាយពីសាច់នំវិញគឺគាត់ជៀនមកហ្មងពេលដែលញ៉ាំទៅគឺអត់ស្រួយខ្លាំងពេកក៏អត់ទន់ពេកដែរប៉ុន្តែមកល្មមញ៉ាំហ្មងត្រូវមាត់ហើយបើសាច់នំពណ៌បៃតងនោះគឺញ៉ាំទៅអត់តលាន់ទេនិយាយទៅគឺប្លែកហ្មងសម្រាប់ទីតាំងវិញគឺខ្ញុំបានមកទិញនៅក្នុងបូរីពិភពថ្មីចំការដងគឺនៅទល់មុខធូបកាហ្វេនោះហ្មងបើគាត់លក់វិញដូចជាម៉ោង5ជាងនោះគឺគាត់មានលក់អីដូចជាម៉ោង4នោះគឺគាត់ចាប់ផ្ដើមលក់អីប៉ុន្តែបើម៉ោង5ទៅអានថាមនុស្សច្រើនតិចការខ្ញុំទៅនោះមនុស្សក៏ច្រើនដែរដល់ពេលចឹងទៅខ្ញុំចាំប្រហែលជា40នាទីដែរអញ្ចឹងព្រោះឯនំនៅខាងគាត់នោះគឺគាត់ធ្វើមួយដងមួយហ្មងនិយាយទៅគឺញ៉ាំទៅរសជាតិឆ្ងាញ់អញ្ចឹងនៅកន្លែងគាត់នោះគឺមានតាំងពី Snow Pot Snow ដងជាមួយនឹង Snow Cake បើតម្លៃវិញនំនៅខាងគាត់មួយនឹងហ្មងគឺ5000បើសិនជាយកអាធម្មតាដូចជាតម្លៃ4000នៅខាងគាត់ហ្នឹងហើយការខ្ញុំទៅនោះចាំរៀងយូរដែរដល់ពេលចឹងខ្ញុំក៏យកទាំង3ហ្មងទៅរសជាតិទាំង3ហ្នឹងគឺឆ្ងាញ់ទាំង3ហ្មងហើយជាពិសេសគឺរសជាតិដូងនៅខាងគាត់នោះគឺឈ្ងុយបូកផ្សំជាមួយនឹងដូងនៅខាងគាត់ហ្នឹងទៀតពេលដែលញ៉ាំទៅបែររៀងឡំបើ Snow Cake ជាមួយនឹង Pot វិញពេលដែលញ៉ាំទៅរៀងផ្អែមតិចនិយាយទៅគឺឆ្ងាញ់មកបែបមួយយ៉ាងហ្មងទាំង3រសជាតិហ្នឹងអញ្ចឹងហើយសាច់នំរ៉ូទីនៅខាងគាត់ហ្នឹងពេលដែលញ៉ាំទៅបែបស្រួយតិចតិចនិយាយទៅគឺឆ្ងាញ់មែនអញ្ចឹងសរុបមកបើសិនជាបងប្អូនកំពុងទៅហៅនំរ៉ូទីហ្នឹងគឺអាចហៅបាននៅក្នុងបូរីពិភពថ្មីចំការដង